សួស្តីបងប្អូនទាំងអស់គ្នាចារឿងនេះវាកើតតាំងពីឆ្នាំ2021មកម្លេះវាតែដូចថាប្តឹងផ្ដោគ្នារហូតមកដល់ពេលបច្ចុប្បន្នអញ្ចឹងណាមានបរិសម្នាក់គាត់ធ្វើសំណងណានៅពេលដែលគាត់ធ្វើសំណងទៅកាលឆ្នាំ2021ហ្នឹងមេវាងភ្លៀងដល់ភ្លៀងទៅល្អល់ធ្លាក់មកប្រហែលជាកម្ពស់4ម៉ែត្រចាទៅពេលនោះដែរក៏គាត់ឆ្អឹងខ្នងរបស់គាត់ហ្នឹងត្រូវបានដូចថាបាក់ស្រុតអីចឹងណាគាត់ក៏ខាងពេទ្យគេពិនិត្យមើលទៅគេថាគាត់ហ្នឹងខ្លាយទៅជាជនពិការមិនអាចកម្រើកខ្លួនបានទេគឺចំនួនដូចថាជើងទាំងពីរហ្នឹងគឺមិនអាចដើរបានទេខាងពេទ្យណាគេមើលគេថែគាត់ហើយជួនគាត់ចេញពីពេទ្យគេថាអស់លទ្ធភាពមើលអញ្ចឹងណាក៏គេចេញក្តាមស្លឹកថាគាត់គឺជាជនពិការកម្រិតថ្នាក់លេខ1ចានៅពេលនោះហើយក៏ពេលដែលគាត់ត្រូវការទៅណាទៅណីគាត់ត្រូវជិះ taxi គឺជិះ taxi ជនពិការឬក៏ត្រូវឲ្យប្រពន្ធគាត់ហ្នឹងជាអ្នកមើលថែឬក៏រុញរទេះរុញហ្នឹងចាបន្ទាប់មកទៀតបានដាក់ពាក្យបណ្ដឹងទៅខាងក្រុមហ៊ុនសំណង់មេក្រុមហ៊ុនសំណង់ហ្នឹងគឺយកគេហៅថា ship អុកបងប្អូនប្រហែលជាក្រុម$10,000ចានៅពេលគាត់ដាក់ពាក្យបណ្ដឹងកំពុងតែដាក់ពាក្យបណ្ដឹងយកលុយពីថៅកែហើយមួយវិញទៀតខាងរដ្ឋនោះគឺគេផាកពិន័យខាងថៅកែហ្នឹងថានៅពេលដែលគាត់ធ្វើការហ្នឹងវាអត់មានឧបករណ៍ការពារគ្រប់គ្រាន់ដូចជាមួកសុវត្ថិភាពនិយាយទៅនៅពេលដែលយើងធ្វើសំណង់គេមានផ្នែកសំណង់គេមានគេថាប្រដាប់ការពារដូចជាមួកដូចជាស្អីស្រោមដៃស្រោមជើងលាក់នឹងលាក់អីចឹងទៅគេមានអញ្ចឹងប៉ុន្តែពេលធ្លាក់ហ្នឹងបរិះហ្នឹងអត់មានអីទេអញ្ចឹងក៏គេផាកវិន័យចំនួន$70,000អញ្ចឹងមកឈុនម៉ាណុនណានៅពេលនោះហើយអញ្ចឹងទៅក៏បរិះហ្នឹងព្យាបាលទៅពេទ្យចុះឡើងប៉ុន្តែថ្ងៃមួយចាថ្ងៃមួយក៏គាត់ជិះរទេះរុញអ្នកជំងឺចេញពីផ្ទះគាត់អាផាតមិនមួយកន្លែងណាចេញមកយ៉ាពេលចេញមកប្រពន្ធរុញមកហើយឡើងក្នុងឡាននៅពេលដែលគេហៅថាម៉ាកូស៊ូបងប្អូនគេហៅថាកាទៀវទៅគឺនំបញ្ចុកការ៉េទៅចាហ្នឹងនៅពេលដែលគាត់ចេញមកគាត់បានដើរចូលទៅចាដើរចូលទៅភោជនីយដ្ឋានហ្នឹងញ៉ាំដល់ពេលត្រឡប់មកវិញជិះអាតេះហ្នឹងឡើងចូលទៅជិះឡានទៀតហើយបរិះហ្នឹងបច្ចុប្បន្នគឺគាត់ទទួលប្រាក់ខែពីខាងរដ្ឋហើយប្រពន្ធគាត់ក៏ទទួលប្រាក់ខែពីរដ្ឋដែរគេហៅយ៉ាងប្រូសាប្រពន្ធនឹងគាត់រៀនបានសញ្ញាបត្រហើយគាត់មើលថែប្តីគាត់ចឹងខាងរដ្ឋគេបើកប្រាក់ខែប្រពន្ធផ្សេងចឹងទៅចានៅពេលនោះដែរក៏ត្រូវកែហ្នឹងគាត់បានទៅហូបគេហៅថា VC ចឹងបងភាសាកូរ៉េគឺមួយខែម្ដងឬគឺជីបជូនបុគ្គលិកញ៉ាំអាហារក្រៅផ្ទះចានៅពេលទៅសួរចឹងគាត់ក៏បានសួរបុគ្គលិកគាត់ម្នាក់ទៀតប្រុសហ្នឹងក៏គាត់សួរថាមកចាចេះដាក់ពាក្យមិនដឹងយកលុយពីគាត់អញ្ចឹងក៏ម្នាក់ប្រុសហ្នឹងដែរអត់ផងខ្ញុំឃើញខ្ញុំឃើញគាត់ដើររួញគ្រាន់តែថាជើងមកជាហៀងហ្នឹងវារៀងដើរទៅវាអត់ស្មើគាត់ប្រាប់តកែហ្នឹងអញ្ចឹងតកែហ្នឹងក៏គាត់អញ្ចឹងក៏គាត់តាមដានក៏គាត់លួចថតទៅឃើញឃើញគាត់ដើររួចអញ្ចឹងនៅកន្លែងហូបនំបញ្ចុកការ៉េហ្នឹងពេលនោះក៏គាត់ចាប់ផ្ដើមដាក់ពាក្យបណ្ដឹងវិញស៊ើបអង្កេតគ្នាទៅចុះឡើងពេលហ្នឹង